សួស្តីបងមានវីដេអូថ្មីដើម្បីណែនាំបងប្អូនចឹងសម្រាប់បងប្អូនណាដែលចង់បិទពេលដែលគេឆាតមកឬមួយយើងឆាតទៅគេដើម្បីកុំឲ្យគេមើលដឹងថាយើងមានសញ្ញាបែបនេះបងប្អូនសញ្ញាខេបែបនេះបងប្អូនអាចមើលវីដេអូនេះបានឥឡូវបងប្អូនចាប់ដើមចូលបិទតែម្ដងមកឥឡូវយើងចូលទៅតាមឆាតសិនមុនដំបូងយើងបិទនៅក្នុងឆាតចឹងបងប្អូនឥឡូវយើងចូលទៅsetting ហើយយើងបិទខាងលើនេះបាទបងប្អូនចឹងចុចបិទហើយចុច tick មកនេះមកឥឡូវយើងបិទក្នុងឆាតហើយឥឡូវយើងចូលទៅFacebook តែម្ដង Facebook យើងចូលទៅsetting បងប្អូនចូល setting ហើយយើង scroll យើងចុចចំណេះឡើងតែម្ដងយើង scroll ទៅលើទៀត scroll ហើយយើងចុចមើលអានេះបាទមើលតាមវីដេអូនេះទៅហើយយើងចុចបិទទៅនេះម្ដងតែម្ដងបងប្អូនពិតជាស្រួលមែនទេបងប្អូនហើយយើងចាប់ដើមមើលសាមីថាសញ្ញានៅក្នុងឆាតរបស់យើងមានសញ្ញាទៀតអត់បងប្អូនបាទកន្លែងនេះគឺអត់មានទេព្រោះដោយសារយើងបិទហើយអស់ហើយបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនណាដែលចូលចិត្តនៅក្នុង channel YouTube របស់ខ្ញុំអាចlike ដើម្បីទទួលនៅវីដេអូថ្មីបន្តទៀតបងប្អូនអរគុណច្រើនសម្រាប់បងប្អូនដែលបានចូលមើល